Wow, mưa nè, ôi mưa nè, ăn bột sinh nè, ồ. Nấu ấy bông mai bông ốn, tỏ dừng chập đàm thưa tới cùng ơi bằng ong dú. Cái complete chui xe chạy mình lên ngọc ní nè, nằm bay ban nông của chai muối để chính anh mình đôi chít bị xe. Chính anh mê nó bông ôn nông chai nè, tỏ dừng chập đàm thưa. Chùm điệp xúa bông mai bông ôn từng ngọc ní. Mà ngày ní tùm nế khi nhung mà thưa nông của chai snow. Nông của chai ngày ní. អត់មាន snow ត្រាវ snow បែកគក់អីណាគាត់ថាកញ្ឆាយមូចាហើយខ្ញុំថ្ងៃមុនហ្នឹងទៅទិញនំកញ្ឆាយញ៉ាំពីអ្នកកូនជូនកូនទៅរៀនគួរពេល summer ហ្នឹងជូនកូនទៅរៀនក៏ឃើញគេលក់នំកញ្ឆាយមើលទៅតំណងញ៉ាំទៅវាមិនតន់ត្រូវចិត្តយើង 100% អញ្ចឹងនឹកឃើញថាកូន summer ដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមថាសន្យាកូនអញ្ចឹងកូនខ្ញុំចូលចិត្តញ៉ាំនំកញ្ឆាយអញ្ចឹងសន្យាមួយកូនថាចាំម៉ាក់ធ្វើឲ្យឥឡូវថ្ងៃនេះមកតាមសន្យារបស់ជាមួយនឹងកូនណាមកធ្វើនំកញ្ឆាយឲ្យកូនញ៉ាំបងប្អូននំកញ្ឆាយនេះណាគឺឆ្ងាញ់ណាស់បងប្អូនតាមដានវីដេអូខ្ញុំណានៅពេលនេះខ្ញុំចាប់ផ្ដើមមកធ្វើ snow ថ្ងៃនេះគឺខ្ញុំធ្វើ snow លកញ្ឆាយលាយជាមួយនឹងសាច់អញ្ចឹងស្លឹកកញ្ឆាយនេះខ្ញុំទិញពីផ្សារមកកន្លះគីឡូហើយខ្ញុំយកមកបកអាក្បាលហឹងចាស់ហ្នឹងណាកាត់ចោលសក់វាឲ្យសខ្ចីសក់សម្បកវាចេញព្រោះអាក្បាលសម្បកខ្ចីហ្នឹងអាកន្លែងក្បាលហ្នឹងគឺវាស្វិតវារឹងណាពេលខ្ញុំលាងឲ្យវាស្អាតទុកឲ្យវារៀងស្រស់ទឹកតិចមកអញ្ចឹងខ្ញុំយកមកកាត់ចេញជាកង់បងប្អូនចូលចិត្តតូចឬធំខ្លីឬវែងបងប្អូនធ្វើតាមហ្នឹងហើយពួកអីខ្ញុំឃើញបងប្អូនខ្លះគាត់កាត់វែងជាងខ្ញុំបងប្អូនខ្លះក៏កាត់ប៉ុនខ្ញុំអញ្ចឹងណាឥឡូវខ្ញុំកាត់បែបហ្នឹងទៅចំនួនកន្លះគីឡូឥឡូវខ្ញុំចាក់ប្រេងឆាចូលបន្តិចមកណាខ្ញុំប្រើខ្លាញ់ជ្រូករឹតតែឈ្ងុយឆ្ងាញ់ហ្មងធ្វើនំហ្នឹងណាបើបានខ្លាញ់ជ្រូករឹតតែឆ្ងាញ់ខ្ញុំចំហៀវខ្លួនឯងខ្ញុំដាក់ប្រេងឈូកប្រេងជ្រូកខ្លាញ់ជ្រូកចូលខ្ទឹមសបំពងឲ្យវាឈ្ងុយបន្ទាប់មកទៀតខ្ញុំដាក់សាច់ជ្រូកចូលសាច់ជ្រូកខ្ញុំក៏ច្រាមទៅឲ្យម៉ត់ណាសាច់ជ្រូកនេះខ្ញុំបាក់ប្រហែលជាមួយខាំកន្លះ150ក្រាមហើយខ្ញុំយកសាច់ស្មាមុខកាត់ចុះលាយខ្លាញ់តិចបងប្អូនប្រើសាច់សុទ្ធក៏បានដែរអត់អីទេណាចំពោះមុខនេះតែបងប្អូនកុំប្រើ3ជាន់ឬក៏ប្រើសាច់ខ្លាញ់ច្រើនគឺវាអត់ឆ្ងាញ់ទេវាធ្វើឲ្យយើងទ្រាំទៀតអញ្ចឹងខ្ញុំយកមកឆាហ្នឹងយើងសកាត់វាឲ្យបែកជាចំណែកដុំតូចទៅហើយគ្រឿងត្រូវដែលខ្ញុំដាក់ក្នុងហ្នឹងគឺអត់មានអីច្រើនទេមានតែអំបិលម្សៅស៊ុបហើយនឹងស្ករប្រេងខ្យងតិចទេណាអត់ដាក់ច្រើនទេណាព្រោះយើងញ៉ាំជាមួយនឹងទឹកស្អៀវឬក៏ទឹកម្ទេសឬក៏ទឹកត្រីផ្អែមណាម្សៅស៊ុបបន្តិចមកអំបិលកន្លះស្លាបព្រាកាហ្វេមកស្ករកន្លះស្លាបព្រាកាហ្វេដូចគ្នាប្រេងខ្យងបន្តិចមកបានហើយណាប្រហែលជាមួយស្លាបព្រាកាហ្វេមកនៅកន្លែងនេះខ្ញុំឆាសាច់ហ្នឹងឲ្យវាឆ្អិនល្អហើយនឹងដាច់ទឹកប្រៃល្អណាបើអញ្ចឹងទេត្រូវយើងដាក់កញ្ឆាយទឹកហូរមកខ្លាំងហ្មងចេញទឹកមកអញ្ចឹងណាចាបន្ទាប់មកពេលសាច់ខ្ញុំឆ្អិនរួចរាល់ហើយអញ្ចឹងខ្ញុំបិទភ្លើងទៅទើបខ្ញុំចាក់កញ្ឆាយចូលព្រោះខ្ញុំអត់ត្រូវការឲ្យកញ្ឆាយនឹងឆ្អិនទេខ្ញុំចាក់កញ្ឆាយនឹងចូលខ្ញុំបន្ថែមនឹង baking soda ចូលមកស្លាបព្រាកាហ្វេព្រោះអី baking soda នេះវាជួយឲ្យនំស្លឹកកញ្ឆាយរបស់យើងហ្នឹងណាគឺនៅតែខៀវនៅតែស្រស់ស្អាតអញ្ចឹងតបមកខ្ញុំឆាវាត្រឡប់ចូលគ្នាជាមួយនឹងសាច់តែប៉ុណ្្នឹងរួចរាល់ហើយណាគាត់ឲ្យយើងត្រឡប់ប៉ុន្តែភ្លើងយើងបានបិទរួចរាល់ហើយឥឡូវ snow ខ្ញុំធ្វើហើយខ្ញុំចាប់ផ្ដើមយកមកលាយម្សៅធ្វើសបកនំហ្នឹងគឺយើងមានម្សៅ3ប្រភេទធ្វើអញ្ចឹងខ្ញុំវាល់ម្សៅឆាឬមួយគេហៅថាម្សៅដំឡូងឈើហ្នឹងណាចាដំឡូងមីហ្នឹងចំនួន1បងប្អូនយកអីមកវាល់បងប្អូនដាក់នឹងវាល់រហូតណាគឺអត់អាចយកម្ដងយកអានេះវាល់យកនោះវាល់ទេអានេះរូបមន្តរបស់ខ្ញុំគឺមិនប្រើអញ្ចឹងខ្សែឆាចំនួន1យើងចាក់វាមកអញ្ចឹងខ្ញុំយកចានដដែលហ្នឹងខ្ញុំមកវាល់នឹងថ្លឹងហ្នឹងម្សៅអង្ករខ្សាយខ្ញុំគឺខ្ញុំដាក់1ដែរប៉ុណ្ណឹងណា
ឥឡូវម្សៅអង្ករត្នោតម្សៅអង្ករត្នោតនេះខ្ញុំអត់ដាក់ដល់មួយទេព្រោះអីខ្ញុំចង់ឲ្យនំហ្នឹងស្រួយខាងក្រៅទន់ខាងក្នុងអញ្ចឹងណាតែវាអត់ទន់ប៉ែកជ្រាយអៀចទេណាអញ្ចឹងខ្ញុំដាក់ម្សៅត្នោតហ្នឹងអត់ដល់មួយទេចិត្តមួយអញ្ចឹងមកវាចិត្តដល់មួយអញ្ចឹងណាហើយខ្ញុំចាក់ខ្សែចូលបន្តិចដាក់ប្រខុកមួយនេះយើងលួចបន្តិចវាមកនេះប៉ុណ្ណឹងណាអញ្ចឹងរូបមន្តនេះម្សៅ3ប្រភេទហ្នឹងបូកចូលគ្នាគឺចំនួន3បន្ទាប់មកខ្ញុំដាក់អំបិលចូលមួយស្លាបព្រាកាហ្វេខ្ញុំកូរល្បាយហ្នឹងឲ្យវាសព្វចូលគ្នាល្អខ្ញុំចាក់ខ្លាញ់ជ្រូកខ្ញុំប្រើខ្លាញ់ជ្រូកណាចំនួនមួយស្លាបព្រាបាយទៅ2ស្លាបព្រាបាយដើម្បីឲ្យនំយើងវាទន់ឆ្ងាញ់ហើយឈ្ងុយទៀតវាមិនត្រឹមទន់ទេណាវាឈ្ងុយខ្លាញ់ជ្រូកជាយើងប្រើខ្លាញ់ជ្រូកដូចខ្ញុំនិយាយប្រាប់ដូចពេលខ្ញុំឆាស្នូអញ្ចឹងយើងប្រើខ្លាញ់ជ្រូកហ្នឹងគឺវាឈ្ងុយជាងយើងប្រើប្រេងឆាបន្ទាប់មកដល់ពេលរង្វាស់ទឹកគឺអត់មានអីពិបាកអីចានដែលខ្ញុំវាស់ម្សៅមិញនេះខ្ញុំអត់យកទៅលាងទៅណាទេណាខ្ញុំដាក់ចំនួនបរិមាណ2អញ្ចឹងខ្ញុំចាប់ផ្ដើមកូរម្សៅនឹងជាមួយនឹងទឹកនឹងឲ្យវារលាយសព្វគ្នាល្អបងប្អូនកុំឲ្យវានៅកក់ដុំអញ្ចឹងណាពេលកក់ដុំយើងដាក់ឡើងចក្រានកូរវាគឺម្សៅនឹងអត់ល្អទេយើងកូរវាឲ្យល្បាយហ្នឹងវាស្មួតល្អរលាយសព្វចូលគ្នាល្អសិមយើងដាក់ឡើងចក្រានកូរឥឡូវខ្ញុំដល់វគ្គដាក់ឡើងចក្រានណាដាក់ឡើងចក្រានហើយយើងនៅតែឈរកូរវាអញ្ចឹងបងប្អូនអត់អាចទុកចោលទេណាទុកចោលម្សៅយើងខូចហ្មងក្រាំងខូចខ្លោចបាតហើយកកដុំអត់ល្អទេហើយយើងកូរមកផ្លែតទេបរិមាណម្សៅប៉ុណ្្នឹងយើងកូរមិនដល់5នាទីផងវាចាប់ផ្ដើមកកជាដុំយើងកូរឲ្យវាឆ្អិនប្រហែលជា50%ដល់វាកករីងទឹកអស់ហើយគឺយើងអាចយកមកធ្វើនំកញ្ឆាយបានហើយអ្នកខ្លះគេអត់មានកូរដូចខ្ញុំទេគេដាំទឹកពុះគេចាក់ហ្មងគេវាស់ទឹកហើយគេដាំហ្មងណាហើយទឹកពុះពុះគុកយើងយកទៅចាក់បាននេះបងប្អូនលឿនទេមិនដល់នឹង2នាទីផងគឺម្សៅយើងចាប់ដើមកកអីត្រង់នេះហ่ะដែលខ្ញុំថាយើងត្រូវនៅឈរកូរតែយើងអត់កូរម្សៅនឹងត្រូវខូចហ្មងក្រាំងហើយខ្លោចបាតខ្លោចអីទៀតហើយបើយើងធ្វើច្រើនយើងកូរហ្នឹងវារៀងចុកដៃដែរវាតឹងណាវាចាប់ដើមតឹងតាទឹកម្សៅនឹងចាប់ដើមកោកវាឆ្អិនប្រហែល50%យើងបិទភ្លើងបានឥឡូវខ្ញុំពុះម្សៅនឹងជា2ខ្ញុំកាត់ម្សៅនឹងជា2មកខ្ញុំចង់ឲ្យវាបាត់បាន14នំ14នំអញ្ចឹងមួយកណាត់ហ្នឹងពាក់កណ្ដាលហ្នឹងគឺ7នំខ្ញុំកាត់វាមកហើយម្សៅនឹងនៅក្តៅអញ្ចឹងខ្ញុំលាបម្សៅឆាចូលដៃតិចមកដើម្បីកុំឲ្យវាស្អិតណាវាស្អិតណានំម្សៅហ្នឹងណាហើយយើងលុញវាមកយើងពុះវាចេញជា7ដុំចំណែកមកនេះខ្ញុំកាត់ចេញជា7ចំណែកមកខ្ញុំធ្វើរាងធំគួរសមដែរណាបងប្អូនបើចង់ធ្វើលក់ឬមិនក៏បងចង់ថ្លឹងក៏បានដែរគាត់ថានំកញ្ឆាយខ្ញុំអត់ថ្លឹងទេហើយម្យ៉ាងទៀតខ្ញុំធ្វើញ៉ាំខ្លួនឯងបន្ទាប់មកខ្ញុំសកត់វាមកឲ្យចេញជាសប៉ែតចេះនេះខ្ញុំសកត់ជាតប៉ែតអញ្ចឹងមកអត់ហ្នឹងហើយខ្ញុំចាប់ដើមដាក់ស្នូខ្ញុំដាក់រៀងច្រើនបន្តិចណាព្រោះខ្ញុំចូលចិត្តស្នូច្រើននេះយើងដាក់ស្នូហើយយើងជីបវាមកអញ្ចឹងមកណាតែយើងមិនតែជីបឲ្យស្អាតដូចនំប៉ាវអីពេកទេព្រោះអីនំកញ្ឆាយយើងអត់មានត្រូវការធ្វើក្បាច់ក្បូរអីច្រើនទេណាបន្ទាប់មកយើងដៃយើងសកត់មកយើងធ្វើមិនឲ្យតែចិត្តកុំឲ្យវាចំហុយទៅវាធ្លាយស្នូទៅបានហើយយើងទាញវាមកណាចានេះដៃយើងប្រឡាក់ស្នូមិញដាក់វាចេញមកយើងទាញជីបវាធ្វើមិនឲ្យតែចិត្តទៅហើយចាំយើងសារ៉េមូតប៉ែតអីតាមតម្រូវការរបស់យើងតាមក្រោយនិយាយរួមទៅស្រួលវិញជាងនំប៉ាវឆ្ងាយនំប៉ាវតម្រាំតែខ្ញុំរៀនចេះយូរណានំប៉ាវខ្ញុំពិបាកតែបើកញ្ឆាយអត់ទេយើងបិទវាមកណាយើងបិទវាចិត្តកុំឲ្យវាធ្លាយស្នូតែប៉ុណ្្នឹងមកអ្នកឃើញទេយើងជីបវាធ្វើឲ្យស្អាតមកនេះហើយបើបងប្អូនទៅរៀនធ្វើទេបងប្អូនមិនធ្វើធំដូចខ្ញុំទេណា
ពេលខ្ញុំធ្វើដំបងបងប្អូនខ្ញុំធ្វើទូចមួយទេតែឆ្ងាញ់ពេលយើងធ្វើតែយើងចេះវិចហើយចេះធ្វើញាប់ហើយអូខេយើងធ្វើបានស្អាតហើយនេះខ្ញុំចិត្តហើយណាកូតវាយើងផ្កាប់មកហើយយើងសកត់វាទៅតាមទំហំដែលយើងចង់បានតែកុំសកត់ខ្លាំងណាសកត់ខ្លាំងនេះនំរបស់ខ្ញុំហ្នឹងគឺស្នូច្រើនម្សៅស្ដើងណានេះធំមែនតែនហើយខ្ញុំធ្លាប់ស្លឹកចេកខ្ញុំហ្នឹងកាត់ហ្នឹងវាចង់ទូជាងស្នូទៀតដែរខ្ញុំថាធំហើយឥឡូវទូជាងស្នូទៀតនេះដាក់អានេះមកនេះធំឥឡូវខ្ញុំធ្វើបដាខ្ញុំចំហុយបដាដោយសារឆ្នាំងដែលខ្ញុំចំហុយហ្នឹងគឺវាអត់ធំទេយើងចំហុយម្ដងបាន4 5អញ្ចឹងណាអញ្ចឹងខ្ញុំចំហុយប្រហែលជា2ដងទៅ3ដងមិនអស់នំហ្នឹងណាហើយចំហុយនេះគឺខ្ញុំចំហុយរយៈពេល15នាទីទៅ20នាទីតាមកម្រាស់នំណានេះខ្ញុំយកខ្លាញ់ជ្រូកឬក៏ប្រេងឆាអញ្ចឹងណាយកមកលាបវាបន្តិចទៅកុំឲ្យពេលវាឆ្អិនណាវារីកទៅវាប៉ះគ្នាវាស្អិតជាប់គ្នាអញ្ចឹងខ្ញុំការពារកុំឲ្យវាបែកវាស្អិតជាប់គ្នាដោយសារបែកដោយសារស្អិតជាប់គ្នាហ្នឹងអញ្ចឹងខ្ញុំលាបបន្តិចមកណាតោះមកមើលនំខ្ញុំខ្ញុំចំអិនបងប្អូនកុំឲ្យចំអិនលើសនាទីខ្ញុំមិននិយាយ20នាទីតែអត់ដល់20នាទីទេបងប្អូនត្រឹម12នាទីទៅ15នាទីបានហើយបើអាខ្ញុំចំហុយលើកទី1ហ្នឹងខ្ញុំភ្លេចមើលបងប្អូនហើយវារីកវាឆ្អិនជ្រុលវារីកវាចង់បែកឥឡូវខ្ញុំឆ្កឹះវាមកណានេះហ្នឹងឆ្នាំងទី2របស់ខ្ញុំណាខ្ញុំដួសវាមកដាក់មកល្អហ៎អាមិញចង់ជ្រុលបងប្អូនជ្រុលទៅវារីកនំវារីកវាអត់ល្អទេឥឡូវនំកញ្ឆាយខ្ញុំចំហុយឆ្អិនណាខ្ញុំយកខ្លះទៅចៀនខ្លះទៀតខ្ញុំទុកញ៉ាំស្រស់អញ្ចឹងគេហៅនំកញ្ឆាយស្រស់មិនមែនឆាទេយើងញ៉ាំស្រស់យើងអាចញ៉ាំជ្រលក់ជាមួយនឹងទឹកម្ទេសក៏បានអីក៏បានណាស៊ីសងលើការចូលចិត្តហើយបងប្អូនអាចខ្លះសេងទូទឹកកកបើសិនជាញ៉ាំអត់អស់ណាបងប្អូនឃើញតំណងហ្នឹងមើលណែអូល្អណាស់បងប្អូនហើយសាច់ម្សៅវាអត់ក្រាស់ខ្លាំងទេមកល្មមមើលអានេះវាចង់ធ្លាយអីដោយសារខ្ញុំចំហុយលើសម៉ោងហ៎វារីកនេះនំកញ្ឆាយរបស់ខ្ញុំខ្ញុំបានចៀនរួចរាល់ហើយខ្ញុំយកក្រៀមប៉ុណ្ណឹងបងប្អូនចូលចិត្តក្រៀមប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅតែម្សៅដែលខ្ញុំលាយមិញខ្ញុំធានាឲ្យបងប្អូនថាវាអត់រឹងទេវាស្រួយវាឆ្ងាញ់តែនំកញ្ឆាយនេះបានចៀនក្តៅណាបងប្អូនណាក្តៅគឺថាពិសេសតែម្ដងមើលសាច់នំគេអញ្ចឹងវីដេអូនៃការធ្វើនំកញ្ឆាយរបស់ខ្ញុំដល់ទីបញ្ចប់ហើយតែសូមបញ្ជាក់បងប្អូនចង់ដឹងថាទឹកត្រីនាងខ្ញុំធ្វើបែបណាបងប្អូនចូលទៅមើលវីដេអូទឹកត្រីរបស់នាងខ្ញុំបើសិនជានាងខ្ញុំដាក់ចូលវីដេអូទឹកត្រីទៀតបងប្អូនមើលប្រកាសជាថាយូរអញ្ចឹងណាអញ្ចឹងចាំបងប្អូនចាំចូលទៅមើលក្បួនធ្វើទឹកត្រីរបស់ខ្ញុំណាអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងចាំជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន